ចិត្តបុណ្យណាស់អ្នកកើតក្នុងឆ្នាំទាំង3រាศีល្អសំណាងខ្ពស់ព្រោះចិត្តបុណ្យចិត្តធម៌យោងតាមហោរាបានឲ្យដឹងថាមនុស្សដែលកើតក្នុងឆ្នាំទាំង3ខាងក្រោមនេះជាមនុស្សដែលមានចិត្តបុណ្យចិត្តល្អដោយសារតែសេចក្តីល្អរបស់បុគ្គលនេះហើយទើបធ្វើឲ្យពួកគេក្លាយជាមនុស្សដែលមានសំណាងច្រើនជាងគេនៅក្នុងជីវិត1ឆ្នាំកូរអ្នកកើតឆ្នាំជ្រូកកុំរជោលប្រឡូកក្នុងសង្គមមនុស្សខាងក្រៅណាស់ប្រសិនបើគ្មាននរណាម្នាក់សុំជំនួយទេពួកគេនឹងមិនខ្វាយខ្វល់ចំពោះនរណាម្នាក់ឡើយទោះជាយ៉ាងណាក៏ដោយមនុស្សឆ្នាំនេះមានទំនួលខុសត្រូវចំពោះគ្រួសារនិងមិត្តភក្តិបើមនុស្សជាទីស្រឡាញ់មានបញ្ហាពួកគេនឹងមិនអាចប្រងើយកន្តើយបានឡើយប៉ុន្តែតែងតែចូលទៅសួរសំណួរនិងជួយបុគ្គលនោះរកដំណោះស្រាយពួកគេរស់នៅដោយគ្មានការគិតរឿងផលតបស្នងអ្វីឡើយពេលដែលអ្នកបានជួយសាច់ញាតិឬមិត្តភក្តិមិនថាអ្នកមានលុយឬខំប្រឹងប៉ុណ្ណាទេនោះហើយជាមូលហេតុដែលពួកគេត្រូវបានគោរពដោយមនុស្សជាច្រើនចំពោះអ្នកកើតឆ្នាំជ្រូកត្រូវជួយញាតិមិត្តឲ្យឆ្លងផុតពីការលំបាកឲ្យបានឆាប់ពួកគេអាចញមាផឹកចំណាយតិចនិងសន្សំដើម្បីជួយអ្នកដទៃពួកគេមិនខ្វល់ថាពួកគេត្រូវចំណាយប៉ុន្មាននោះទេឲ្យតែពួកគេអាចជួយបានពួកគេនឹងធ្វើពីឆ្នាំថោះអ្នកកើតឆ្នាំទន្សាយបើកចិត្តទូលាយគិតវែងឆ្ងាយដើម្បីផ្ដល់ប្រយោជន៍ដល់ខ្លួននិងអ្នកជុំវិញខ្លួនពេលខ្លះពួកគេដឹងថាអ្នកដទៃគ្រាន់តែចង់កេងចំណេញពីពួកគេឬធ្វើពុតជាមួយពួកគេប៉ុន្តែពួកគេមានអារម្មណ៍ថាវាមិនអីទេក្នុងការបដិសេធយ៉ាងតឹងរ៉ឹងមនុស្សឆ្នាំថោះចូលចិត្តជួយអ្នកដទៃជួយអស់ពីចិត្តមិនគិតផលតបស្នងអ្វីឡើយឲ្យតែឃើញគេលំបាកឬមានបញ្ហាមនុស្សទាំងនេះមិនចេះមើលនឹងភ្នែកទេយ៉ាងណាមិញចង់ប្រាប់ថាអ្នកឆ្នាំថោះទេវតាចារមកឲ្យអ្នកធ្វើជាមនុស្សល្អចិត្តបុណ្យត្រូវចេះធ្វើបុណ្យដាក់ទានទើបអ្នកអាចមានសំណាងក្នុងជីវិតតែបើអ្នកចិត្តកំណាញ់ចំពោះមនុស្សជុំវិញខ្លួនអ្នកនឹងត្រូវរងទុក្ខមិនខាន3ឆ្នាំឆ្លូវអ្នកឆ្នាំគូត្រូវបានគេកោតសរសើរចំពោះភាពស្មោះត្រង់សម្រាប់ពួកគេមិត្តភក្តិរស់នៅជាមួយគ្នាត្រូវតែស្មោះត្រង់មានបញ្ហាគ្នាទៅវិញទៅមកអុកមិនខ្លាចក្នុងការប្រឹងប្រែងចំណាយលុយទេគ្រាន់តែដោះស្រាយគ្រប់យ៉ាងឲ្យបានល្អឆ្នាំឆ្លូវជឿថាពេលដែលខ្លួនមានពេលលំបាកមិត្តខ្ញុំក៏នឹងឈរក្បែរខ្ញុំដែរហេតុដូច្នេះហើយទើបអ្នកឆ្នាំឆ្លូវតែងតែមានចិត្តជួយដល់មិត្តនិងមនុស្សក្បែរខ្លួនវិញដោយមានបុគ្គលិកលក្ខណៈចិត្តទូលាយនិងមិនគិតពីប្រយោជន៍ខ្លួនគោចាប់អារម្មណ៍តែក្នុងការមើលថែអ្នកដទៃប៉ុណ្ណោះគេមិនខ្វល់ថាគេអន់ចិត្តឬអត់ទោះជាយ៉ាងណាក៏ដោយអ្នកឆ្នាំនេះមិនចាំបាច់ព្រួយបារម្ភច្រើនពេកទេព្រោះការញោមនិងការរស់នៅដោយសុភមង្គលឡើយក្រោយមកបុណ្យនិងប្រជ័យគ្មានព្រំដែនបានពេញផ្ទះ